លូកាចំពុក4ខ16ដល់ខ21ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយដែលមានចែងថាព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ជនជាប់ជាឆ្លើយថាគេនឹងមានសេរីភាពហើយប្រាប់មនុស្សខ្វាក់ថាគេនឹងមើលឃើញព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិនខ19ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអង្គម្ចាស់សម្ដែងព្រះハរតីមេត្តាករុណាឲ្យព្រះអង្គមកដើម្បីធ្វើអីទី1នាំដំណឹងល្អប្រាប់អ្នកដែលគេត្រូវគេជិះជាន់នាំកិច្ចការមុខទី1គឺកិច្ចការដំណឹងល្អនាំទៅដល់អ្នកណាសំណួរសួរថាមនុស្សប្រភេទណាគឺអ្នកមនុស្សក្រីក្រទី2ធ្វើអីទៀតថែទាំអ្នកដែលបាក់ទឹកចិត្តទង្វើសកម្មភាពអ្វីដែលព្រះអង្គមកធ្វើគឺមកថែទាំអ្នកណាអ្នកបាក់ទឹកចិត្តទី3ប្រកាសប្រាប់ជនជាប់ឆ្លើយថាពួកគេនឹងរួចខ្លួននិយាយអំពីសេរីភាពហើយនាំអ្នកជាប់ឃុំឃាំងដែរថាពួកគេនឹងមានសេរីភាពនេះគឺជាកិច្ចការដែលព្រះយេស៊ូវយាងមកធ្វើនៅឡើយទេព្រះអង្គអានតែត្រឹមនឹងហើយគឺចប់ហើយព្រះយេស៊ូវបិទគម្ពីរបកលទៅអ្នកថែរក្សាគម្ពីរហើយព្រះអង្គគង់ចុះហើយព្រះយេស៊ូវក៏មានព្រះបន្ទូលថាបានសម្រេចជារូបរាងនៅថ្ងៃនេះហើយកុំឲ្យងុយគេងតថា